មកពីស្រែវិញចាប់ក្តាមបានមកសឡតាមផងខ្យងផងអត់ដឹងស្លោអីម៉ែប្រាប់ថាឲ្យស្លោក្តាមទៀងត្រាវស្លោមិនទៅម៉ែក៏ប្រាប់ថាឲ្យទៅកាត់ទៀងត្រាវមកហើយយកវាមកចិត្តច្រវាក់ឲ្យស្អាតហើយយកវាទៅលាងទឹកហើយពេលពងចិត្តច្រវាក់នឹងលមាស់ដៃអូយលមាស់ឥឡូវទៀងត្រាវចិត្តច្រវាក់ហើយល្មមហើយយកទៀងត្រាវដែលចិត្តច្រវាក់ហើយមិញហ្នឹងមកចិត្តចំណិតឥឡូវទៀងត្រាវបានចិត្តរួចរាល់ហើយនេះក្តាមដែលយើងចាប់បានមកពីស្រែធំល្អចក្រងហើយបុកក្តាមឲ្យម៉ត់ដើម្បីច្រោះយកទឹកស្លឥឡូវក្តាមរបស់យើងបានម៉ត់ហើយល្មមយកច្រោះស្លបានហើយមានទាំងខ្លាញ់ក្តាមផងដែរកន្លែងនេះម៉ែប្រាប់ថាឲ្យដាំទឹកឲ្យពុះដាក់អំបិលជ្រុំពហុឲ្យហើយចាំបង់ធាងត្រាវចូលអ្នកទាំងអស់គ្នាឃើញធាងត្រាវមានកឲ្យមែនអត់ហ្នឹងហើយម៉ែខ្ញុំថាយកវាទៅច្របាច់ជាមួយអំបិលហើយលាងទឹកចោលសិនបន្ទាប់មកយកវាមកច្របាច់ជាមួយអង្ករម្ដងទៀតធ្វើអញ្ចឹងទៅដើម្បីពេលហូបទៅអត់លមាស់កទុកវាឲ្យពុះរហូតដល់បន្លែធាងត្រាវជិតឆ្អិនឥឡូវបន្លែធាងត្រាវរបស់យើងជិតឆ្អិនហើយបន្ទាប់មកចាំបង់ខ្យងបង់ត្រីកូរវាឲ្យសព្វមើលល្មមថាច្រឡយើងជិតឆ្អិននៅរួចហើយចាំបង់ទឹកអំពិលបង់ខ្លាញ់ក្តាមបន្ទាប់មកបង់ទឹកក្តាមដែលបានច្រោះមិញហ្នឹងចាំរហូតដល់ពុះបង់ស្ករចូលបង់ប៊ីចេងបង់តាមចំណង់ចំណូលចិត្តរួចហើយចុងក្រោយគេចាំបង់ម្អមជាការស្រេចសម្លក្តាមធាងត្រាវរបស់យើងបានឆ្អិនរួចរាល់ហើយបងប្អូនឥឡូវយើងអាចដួសដាក់ចានបានហើយចំណែកឯរសជាតិវិញគឺឆ្ងាញ់ហ្មង